បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាសាជាថ្មីវីដេអូនេះខ្លីទេបាទអត់មានអីវែងទេបាទហើយមុននឹងចាប់ផ្ដើមសូមគោរពជំរាបសួរផ្ញើសេចក្តីនឹករលឹកទៅកាន់បងប្អូនទាំងអស់គ្នាសុខទុក្ខយ៉ាងណាហើយបាទហើយខាងខ្ញុំនេះសុខទុក្ខធម្មតាហ្នឹងហើយនៅក្នុងคลิปវីដេអូនេះខ្ញុំចង់និយាយទាក់ទងទៅនឹងការអានសៀវភៅបាទអញ្ចឹងនៅក្នុងសៀវភៅទាំងអស់នេះវាមានពាក្យពេចន៍ច្រើនបាទវាមានទៅតាមប្រភេទសៀវភៅនីមួយៗបាទសៀវភៅខ្លះនិយាយអំពីនីតិរដ្ឋបាលទូទៅរដ្ឋធម្មនុញ្ញបាទច្រើនទៀតតែខ្ញុំចង់និយាយថានៅក្នុងសៀវភៅនេះវាមានពាក្យពេចន៍ដែលយើងអត់ធ្លាប់បានឮអត់ធ្លាប់បានជួបអញ្ចឹងណាបាទអញ្ចឹងខ្ញុំចង់និយាយថាកាលណាយើងបានចូលទៅអានសៀវភៅគឺនឹងស្គាល់ពាក្យពេចន៍បានច្រើនជាពិសេសពាក្យបច្ចេកទេសធ្វើឲ្យយើងមានការយល់ដឹងទៅលើពាក្យបច្ចេកទេសក៏ដូចជាពាក្យផ្សេងទៀតបាទនៅក្នុងភាសារបស់ច្បាប់ឬក៏នៅក្នុងសៀវភៅរបស់លោកអុកញ៉ាវិជ្ជបណ្ឌិតគូចមេងលីនេះគឺមានពាក្យពេចន៍ល្អច្រើនប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនោះគឺថាពាក្យពេចន៍ខ្លះគេមិនអាចនិយាយចេញណាបាទបងប្អូនពាក្យខ្លះគេអត់អាចនិយាយទេបាទប៉ុន្តែគេសរសេរនៅក្នុងសៀវភៅបាទគេសរសេរទុកនៅក្នុងសៀវភៅពាក្យខ្លះនិយាយទៅវាប៉ះពាល់និយាយទៅវាពិបាកក្នុងការស្ដាប់ណាហើយពាក្យចាស់ខ្មែរយើងលោកថាពាក្យពិតរែងស្លែងណាបាទអញ្ចឹងហើយបានជាពាក្យខ្លះហ្នឹងគឺគេសរសេរទុកនៅក្នុងសៀវភៅបាទសម្រាប់អ្នកចង់ដឹងចង់ឮចង់យល់នឹងអាចទៅអានបានទៅសិក្សាបានអញ្ចឹងណាបាទអញ្ចឹងហើយបានជាអ្នកសិក្សាដោយភាគច្រើនគឺគាត់ស្រឡាញ់ក្នុងការអានចូលចិត្តនៅក្នុងការអានពីព្រោះការអានធ្វើឲ្យការយល់ដឹងបានច្រើនបាទជាពិសេសទៅលើសតិបញ្ញាស្មារតីអ្នកអានសៀវភៅច្រើនគឺចិត្តត្រជាក់បងប្អូនទាំងអស់គ្នាបាទបងប្អូនប្រហែលជាឆ្ងល់ហើយបងឯងចេះថាហ្នឹងអីអត់ទេមែនតើទៅអានសៀវភៅច្រើនគឺអត់ងាយមួម៉ៅទេបាទគឺត្រជាក់បាទបើសិនជាបងប្អូនចង់ដឹងពិសោធន៍មើលខ្លួនឯងបាទអានសៀវភៅឲ្យបានច្រើនគឺប្រកាសណាស់ថាចិត្តនឹងត្រជាក់ហើយអត់ងាយខឹងអត់ងាយមួម៉ៅទេបាទនេះជាបទពិសោធន៍អានច្រើនអានមិនថាសៀវភៅច្បាប់មិនថាប្រឡោមលោករឿងនិទានផ្សេងទេអាននៅអ្វីដែលយើងចង់អានអញ្ចឹងណាបាទអានច្រើនយើងចេះពាក្យច្រើនយើងគំនិតរបស់យើងទលំទលាយច្រើនអញ្ចឹងណាហើយខ្ញុំលើកវីដេអូនេះមក